បាទសួស្តីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតសម្រាប់យើងធ្វើការចែករំលែកបាទអូខេអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការលើកយកទូរស័ព្ទដៃ model CT 100បាទគឺជាក្រុមហ៊ុនរបស់ Itel បាទអញ្ចឹងបងប្អូនអ្នកដែលប្រើប្រាស់ទៅលើទូរស័ព្ទដៃ Itel នេះចាំបងប្អូនអាចទស្សនាវីដេអូមួយនេះអញ្ចឹងខ្ញុំនឹងប្រាប់ពីរបៀបក្នុងការដាក់ លេខកូដឬក៏ការដោះលេខកូដចេញពី model CT 100នេះបាទអូខេអញ្ចឹងកុំឲ្យខាត់ពេលវេលាយូរដើម្បីយើងធ្វើការដាក់លេខកូដគឺយើងធ្វើការចូលកម្មវិធី setting បាទចូល setting នឹងមកបាទបន្តមកទៀតយើងធ្វើការអូវាឡើងលើសិនបាទអូវាឡើងលើហើយយើងជ្រើសរើសពាក្យ password and security បាទអញ្ចឹងបងប្អូនជ្រើសរើសពាក្យហ្នឹងមកបាទបន្តមកទៀតយើងក្លេចមើលកន្លែងនេះវាមាន3 option បាទវាមាន lock screen password អូខេវាមាន3 option នេះជុំបងប្អូនអាចជ្រើសរើសឬក៏ការសាក់លបងដោយខ្លួនឯងបានអូខេខ្ញុំសូមធ្វើការបង្ហាញតែមួយ option ទេបងប្អូនអាចធ្វើការតេស្តសាក់លបងដោយខ្លួនឯងបានដោយសារវាមានតែ3 option នេះទេអូខេអញ្ចឹងសូមជ្រើសរើសoption កណ្ដាលនេះដើម្បីធ្វើការបង្ហាញបងប្អូនអូខេយើងចុចចូលចឹងមកបាទបន្តមកទៀតយើងជ្រើសរើសពាក្យ set screen lock នេះបាទបន្តមកទៀតយើងដល់កន្លែងនេះវាមាន3 option ដូចគ្នាជុំបងប្អូនអាចជ្រើសរើស option មួយណាក៏បានអូខេយើងអាចយកលើក៏បានលើប្រភេទជាគូសជាបងប្អូនអូខេលើប្រភេទជាគូសហើយមួយទៀតប្រភេទជាលេខប៉ុន្តែលេខយើងអាចធ្វើការដាក់ចន្លោះពី4រហូតដល់16ខ្ទង់ហើយមួយវិញទៀតខាងក្រោមគេខ្ញុំសុំថយសិនបាទនេះកន្លែងនេះគឺយើងធ្វើការដាក់លេខបូកជាមួយនឹងអក្សរក៏បានដែរកន្លែងនេះចឹងបងប្អូនអាចធ្វើការដាក់ដោយខ្លួនឯងចឹងខ្ញុំសូមធ្វើការបង្ហាញចំណុចទី2បាទចំណុចទី2នេះអូខេខ្ញុំចុចចឹងមកបាទបន្តមកទៀតដល់កន្លែងនេះគឺយើងដាក់លេខកូដបងប្អូនចឹងបងប្អូនចង់ដាក់លេខកូដគឺស៊ីសងនឹងបងប្អូនទេកន្លែងនេះគឺយើងអាចធ្វើការដាក់រៀងៗខ្លួនអូខេចឹងខ្ញុំសូមធ្វើការបង្ហាញឧទាហរណ៍ប្រាប់បងប្អូនគឺយើងអាចដាក់លេខក្រេ2ឬក៏លេខអីក៏បានដែរស៊ីសងនឹងបងប្អូនទាំងគ្នាទេកន្លែងនេះអញ្ចឹងខ្ញុំសូមធ្វើការដាក់លេខក្រេ2ហើយចុចពាក្យ next ហើយបន្តមកទៀតយើងធ្វើការបញ្ជាក់លេខកូដយើងម្ដងទៀតយើងចុចក្រេ2ដដែលបានចុច confirm ហើយយើងចុចពាក្យ done នេះមកបាទបន្តមកទៀតយើងក៏លេខមើលខាងនេះគឺវាមានសញ្ញាលេខបូកដើម្បីឲ្យយើងទៅ add កយោដៃរបស់យើងចូលបន្ថែមទៀតបាទឲ្យវាកាន់តែសុវត្ថិភាពហើយនឹងរហ័សជាងមុនបាទអូខេអញ្ចឹងខ្ញុំសូមធ្វើការចុចលេខបូកនេះបន្តមកទៀតយើងធ្វើការយកកយោដៃរបស់យើងដើម្បីយើងធ្វើការ scan បាទយើងធ្វើការ scan នេះអូខេយើងដាក់កន្លែង power វាបងប្អូនអូខេយើងដាក់ចឹងមកយើងដាក់ដល់ចឹងមកវានឹងធ្វើការដើរហើយបាទយើងធ្វើការដាក់រហូតដល់វាពេញបងប្អូនទាំងគ្នាយើងធ្វើការដាក់បន្តិចមកបាទយើងចុចម្ដងទៀតយើងចុចវាពេញដើរពេញមកអូខេអញ្ចឹងយើងធ្វើការដាក់លេខកូដបានជោគជ័យហើយបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំសូមចុចពាក្យ finish ហើយខ្ញុំសូមធ្វើការ clear សិនដើម្បីយើងធ្វើការ lock screen ទូរស័ព្ទទាំងអស់គ្នាអូខេអញ្ចឹងយើង lock screen បានរួចរាល់ហើយបងប្អូនទាំងគ្នាខ្ញុំសូមធ្វើការដាក់លេខកូដការ៉េ2ចូលដើម្បីយើងធ្វើការដោះហើយមួយវិញទៀតយើងអត់បាច់ប្រើលេខកូដការ៉េ2នឹងទេដោយសារមិញគឺយើងធ្វើការ add កយោដៃអញ្ចឹងយើងដោះកយោដៃម្ដងអូខេយើងគ្រាន់តែយកកយោដៃយើងមកដាក់កន្លែងប៊ូតុង power បងប្អូនអូខេអញ្ចឹងវាដោះដូចគ្នាអញ្ចឹងបងប្អូនអាចប្រើប្រាស់តាមវិធី scan កយោដៃគឺលឿនហើយងាយស្រួលជាងយើងធ្វើការចាក់លេខកូដប៉ុន្តែយើងអាចប្រើប្រាស់បានទាំងពីរបាទប្រើលេខកូដក៏បានយើងអាច scan កយោដៃក៏បានអូខេអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញពីរបៀបទូដោះវាម្ដងអូខេខ្ញុំសូម clear ចូលអស់សិនបាទដើម្បីយើងធ្វើការទៅដោះលេខកូដដែលយើងចាក់មិញគឺអត់មានអីពិបាកទេបងប្អូនទាំងគ្នាយើងចូលកន្លែងកម្មវិធី console ដដែលអូខេចូលចឹងមកបាទបន្តមកទៀតយើងធ្វើការចូលទៅពាក្យ password and security ដដែលអូខេចុចចឹងមកបន្តមកទៀតយើងចុចកន្លែង lock screen នេះអូខេចុចហើយយើងធ្វើការវាយលេខកូដដែលយើងចាក់មិញខ្ញុំចាក់ក្រេ2បើបងប្អូនចាក់លេខប៉ុន្មានគឺបងប្អូនវាយលេខដែលបងប្អូនចាក់កន្លែងនេះចូលទៅចុចសញ្ញាព្រួញហើយយើងយកទី2អូខេចុចពាក្យ off នេះមកខ្ញុំសូម lock screen អូខេអញ្ចឹងការដោះរបស់យើងគឺជោគជ័យបងប្អូនទាំងគ្នាអញ្ចឹងវីដេអូថ្ងៃនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងគ្នាអញ្ចឹងចាំជួបគ្នានៅវីដេអូក្រោយបន្តទៀតបាទអរគុណ